កាលពីព្រេងនាយមានសត្វខ្លាមួយក្បាលរស់នៅក្នុងព្រៃដ៏សែនជ្រៅខ្លាមួយក្បាលនោះគឺជាសត្វដែលមានអំណាចខ្លាំងបំផុតនៅពេលដែលវាធ្វើដំណើរទៅណាមកណាមានសត្វជាច្រើនខ្លាបខ្លាចរអាថ្ងៃមួយវាក៏ធ្វើដំណើរកាត់ភូមិអ្នកស្រុកពេលនោះវាក៏បានប្រទះឃើញក្របីមួយក្បាលមានមេធំក្រៃលែងអូសួស្ដីលោកបងខ្លាទៅណាដែរបានជិះមកដល់ទីនេះយ៉ាងដូច្នោះអូបងក្របីទេខ្ញុំគិតថាធ្វើដំណើរទៅរកទឹកបឹងដើម្បីផឹកទឹកបន្តិចអូខ្ញុំដូចជាមានរឿងឆ្ងល់ចង់សួរបងក្របីឯងយូរណាស់មកហើយបងក្របីឯងមានធំយ៉ាងនេះហេតុអ្វីបានជាឲ្យមនុស្សប្រើយ៉ាងដូច្នោះអូលោកបងខ្លាចឯងមិនយល់នោះទេមនុស្សមានប្រាជ្ញាខ្លាំងណាស់យើងមិនអាចមានប្រាជ្ញាស្មើមនុស្សបាននោះទេពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់យើងពិតជាចង់ដឹងថាតើមនុស្សទាំងអស់នោះមានប្រាជ្ញាយ៉ាងណាទៅតើបងក្របីអាចនាំខ្ញុំទៅជួបមនុស្សទាំងនោះបានដែរឬទេអូបើបងខ្លាចចឹងទៅខ្ញុំនឹងជូនទៅប៉ុន្តែបើមានបញ្ហាអ្វីខ្ញុំនឹងមិនទទួលខុសត្រូវនោះទេមិនអីទេយើងជាអ្នកទទួលខុសត្រូវដោយខ្លួនឯងធ្វើដំណើរមួយសន្ទុះក្រោយមកពួកគេក៏មកដល់ផ្ទះរបស់មាណពគ្រាន់តែក្រឡេកឃើញចៅមាណពភ្លាមខ្លាមិនបងអោយូរក៏សួរទៅមាណពថាពិតមែនហើយខ្ញុំឮក្របីថាចៅមាណពឯងមានប្រាជ្ញាខ្លាំងណាស់ខ្ញុំពិតជាចង់ដឹងថាតើចៅមាណពឯងមានប្រាជ្ញាខ្លាំងយ៉ាងណាទៅតើចៅមាណពឯងអាចបង្ហាញខ្ញុំបានដែរឬទេអូមកខ្លាឯងចង់ដឹងពីប្រាជ្ញារបស់ខ្ញុំមែនឬទេប៉ុន្តែឥឡូវនេះខ្ញុំមិនបានយកមកតាមខ្លួននោះទេខ្ញុំទុកនៅឯក្នុងផ្ទះឯណោះបើបងខ្លាឯងចង់មើលចាំខ្ញុំយកមកបង្ហាញប៉ុន្តែខ្ញុំខ្លាចតែខ្ញុំយកមកបងខ្លាឯងរត់ទៅបាត់ទេមិនអីទេយើងមិនរត់ទៅណានោះឡើយយើងនឹងឈរចាំចៅមាណពឯងនៅត្រង់នេះខ្ញុំទុកចិត្តលបងខ្លាឯងនោះទេបើមិនយល់ទាស់ទេខ្ញុំសូមចូលលបងខ្លាឯងនៅនឹងកលឈើនេះសិនព្រោះខ្លាចលបងខ្លាឯងរត់ចោលខ្ញុំណាមិនអីទេបើចៅមាណពឯងមិនទុកចិត្តខ្ញុំចៅមាណពឯងអាចចងខ្ញុំបាននិយាយរួចចៅមាណពក៏យកខ្សែចងខ្លានោះនៅនឹងកលឈើនៅពេលដែលខ្លាជាប់ចំណងហើយចៅមាណពក៏សំពងខ្លាមួយអូយជួយផងអូយតែកលបិចមនុស្សមានការឈឺចាប់យ៉ាងខ្លាំងប្រឹងរើរហូតដាច់ចំណងរួចក៏រត់ជ្រុះព្រៃបាត់ទៅក្របីនៅពេលដែលឃើញខ្លារត់បែបនោះក៏អស់សំណើចយ៉ាងខ្លាំងចំពោះជើងនិងដុំថ្មនោះដួលបាក់ធ្មេញអស់មួយស្និតរហូតដល់សព្វថ្ងៃនេះទៅរឿងទេពធីតាចង្គៀងទឹកកាលពីយូរលង់ណាស់មកហើយមានបុរសម្នាក់ជាអ្នកកាប់អូរនៅក្នុងព្រៃគាត់រស់នៅតែម្នាក់ឯងនិងពឹងផ្អែកជីវិតរបស់គាត់ទៅលើធម្មជាតិទាំងស្រុងផ្ទះរបស់គាត់គឺនៅមិនឆ្ងាយពីភូមិអ្នកស្រុកប៉ុន្មានឡើយដែលជាហេតុធ្វើឲ្យគាត់នៅតែមានការប្រាស្រ័យទាក់ទងគ្នាជាមួយនឹងមនុស្សទូទៅគ្រាន់តែមិនសូវជាញឹកញាប់ប៉ុន្មានថ្វីត្បិតតែគាត់
ជាមនុស្សដែលមិនចូលចិត្តរស់នៅជុំជាមួយនឹងអ្នកស្រុកក៏ពិតមែនប៉ុន្តែមិនមែនមានន័យថាគាត់ជាមនុស្សដែលគ្មានញាតិឬមានចិត្តកំណាញ់អ្វីឡើយគាត់ជាមនុស្សដែលមានទឹកចិត្តល្អនិងស្មោះត្រង់ជាមួយនឹងអ្នកដទៃជាពិសេសគឺចេះយកអាសារអ្នកដទៃនៅថ្ងៃមួយគាត់បានធ្វើដំណើរទាំងអស់កម្លាំងនៅក្នុងព្រៃតែម្នាក់ឯងដើម្បីស្វែងរកឈើមកធ្វើអុសគាត់ដើរបណ្ដើរពលតិចម្នាក់ឯងបណ្ដើរថ្ងៃនេះមេឃស្រឡះល្អណាស់អាកាសធាតុក៏អំណោយផលទៀតតែហេតុអីចិត្តរបស់ខ្ញុំដូចជាមិនស្រឡះដូចមេឃសោះអញ្ចឹងដើរបណ្ដើរគិតបណ្ដើរក៏ស្រាប់តែអូយឈឺខ្លាំងណាស់អូយបុរសនោះឆ្ងល់យ៉ាងខ្លាំងថាតើជាសំឡេងអ្នកណាតើនរណាគេអញ្ចេះហេតុអីបានជាស្រែកតែឈឺណាស់ស្ដាប់ទៅដូចជាមានរបួសហើយមើលទៅរំពេចនោះក៏ស្រាប់តែលុចមុខបុរសចំណាស់ម្នាក់ដែលមានដំបៅពេញខ្លួនសាច់របស់គាត់ហាក់ដូចជាកើតជំងឺឃ្លុងគាត់មានក្លិនស្អុយដំបៅយ៉ាងខ្លាំងរាងកាយរបស់គាត់ក៏ទ្រុឌទ្រោមគួរឲ្យខ្លាចនិងខ្ពើមតើលោកអ៊ំមកពីណាដែរហេតុអីបានជាមិននៅក្នុងព្រៃនេះតែម្នាក់ឯងហើយនៅលើខ្លួនរបស់លោកអ៊ំហេតុអីក៏មានដំបៅរលួយច្រើនខ្លាំងម្ល៉េះសុំទោសផងដែលអ៊ំធ្វើឲ្យក្មួយភ្ញាក់ផ្អើលនិងខ្លាចអ៊ំនៅព្រៃខាងលិចឯណោះតែដោយសារតែអ៊ំត្រូវទៅភូមិខាងកើតទើបធ្វើដំណើរឆ្លងកាត់ផ្លូវនេះអ៊ំកើតជំងឺឃ្លុងដំបៅនេះវាឈឺខ្លាំងណាស់វាស្អុយរលួយហើយថែមទាំងមានដង្កូវទៀតផងអូមើលទៅលោកអ៊ំច្បាស់ជាឈឺខ្លាំងណាស់ហើយមកអង្គុយចុះសិនមកលោកអ៊ំចាំខ្ញុំជួយបេះដង្កូវចេញទៅក្មួយមិនខ្ពើមរអើមអ៊ំទេអីដំបៅអ៊ំវាស្អុយខ្លាំងណាស់កុំនិយាយបែបនេះលោកអ៊ំដើរតាមផ្លូវតែម្នាក់ឯងមិនមានអ្នកណាមកជាមួយទេលោកអ៊ំជាមនុស្សចាស់ហើយមានដំបៅពេញខ្លួនទៀតលោកអ៊ំប្រកាសជាឈឺខ្លាំងណាស់ហើយខ្ញុំអាណិតលោកអ៊ំខ្លាំងណាស់បើមិនយល់ទាស់ទេលោកអ៊ំអាចទៅសម្រាកនៅផ្ទះខ្ញុំក៏បានព្រោះផ្ទះខ្ញុំក៏មិនឆ្ងាយពីទីនេះប៉ុន្មានដែរមិនអីទេក្មួយបន្តដំណើរទៀតចុះព្រោះអ៊ំរស់នៅបែបនេះស៊ាំមកហើយប៉ុន្តែក្មួយយកចង្គៀងនេះចុះព្រោះវាអាចជួយនាំពន្លឺឲ្យក្មួយរស់នៅយ៉ាងមានសេចក្តីសុខបានណាក្មួយនិយាយចប់បុរសចំណាស់កាត់ឃ្លុងនោះក៏ដើរចេញទៅអ្នកទាំងពីរក៏បានបែកផ្លូវគ្នាទៅរកទិសដៅរៀងខ្លួនដើរបានបន្តិចបុរសកាប់អស់បែរក្រោយបំរុងនឹងសួរលោកអ៊ំអំពីចង្គៀងនោះស្រាប់តែលោកអ៊ំបាត់រកពុំឃើញទាល់តែសោះហេតុអីក៏គាត់ដើររឿនខ្លាំងម្ល៉េះបុរសនោះក៏ដើរទៅផ្ទះជាមួយនឹងចង្គៀងនោះទៅពេលទៅដល់ផ្ទះគាត់យកចង្គៀងនោះទុកនៅលើតុហើយក៏ចូលទៅសម្រាកបាត់ទៅព្រឹកឡើងគាត់ក៏ចេញទៅរកកាប់អូសដូចសពមួយដងនៅពេលដែលគាត់ចេញទៅបាត់ហេតុការណ៍ចម្លែកមួយក៏បានកើតឡើងមាននារីដ៏ស្រស់ស្អាតម្នាក់ចេញពីក្នុងចង្គៀងស្លៀកពាក់យ៉ាងស្រស់ស្អាតដូចជាទេពធីតានាងមានរូបសម្ផស្សស្រស់ស្អាតខ្លាំងណាស់នាងបានចេញមករៀបចំបាយទឹកនិងម្ហូបអាហារឲ្យបុរសនោះម្ហូបអាហារជាច្រើនត្រូវបានរៀបចំពីពេញតុក្រោយពេលដែលរៀបចំរួចនាងក៏ចូលទៅក្នុងចង្គៀងវិញនៅពេលដែលបុរសនោះមកវិញគាត់ក៏បានភ្ញាក់ផ្អើលជាខ្លាំងដោយសារតែមានម្ហូបអាហារនៅពីពេញតុតើនេះជាអ្វីជាការយល់សប្តិមែនទេហេតុអីបានជាមានម្ហូបអាហារនៅពីពេញតុបែបនេះបុរសនោះមានការងឿងឆ្ងល់យ៉ាងខ្លាំងតែគាត់ក៏មិនបានគិតច្រើនអ្វីដែរហើយក៏ចូលទៅបរិភោគអាហារទាំងនោះទាំងអស់ស្អែកព្រឹកឡើងគាត់ក៏ចេញទៅកាប់ព្រៃម្ដងទៀតនារីនោះក៏បានចេញមករៀបចំអាហារឲ្យគាត់ដូចពីម្សិលមិញទៀតរៀបចំហើយនាងក៏ចូលទៅក្នុងចង្គៀងនោះវិញពេលគាត់មកវិញគាត់សែនឆ្ងល់ពីម្ហូបអាហារដែលមាននៅលើតុនោះហើយគាត់
ក៏ចូលទៅបរិភោគវាអស់ទៅដោយសារតែរឿងចម្លែកកើតឡើងពីថ្ងៃជាប់គ្នាធ្វើឲ្យបុរសនោះកើតក្តីងឿងឆ្ងល់យ៉ាងខ្លាំងទើបធ្វើឲ្យបុរសនោះសម្រេចចិត្តមិនទៅកាប់អុសឡើយតែគាត់ធ្វើពុតជាទៅកាប់អុសថ្ងៃនេះអាកាសធាតុល្អណាស់ខ្ញុំប្រកាសជាកាប់អុសបានច្រើនហើយនិយាយចប់បុរសនោះក៏ដើរទៅតែដើរបានផុតបន្តិចគាត់ក៏នៅលបមើលថាតើអ្នកណាជាអ្នករៀបម្ហូបឲ្យគាត់រំពេចនោះនារីម្នាក់នោះក៏លេចរូបរាងមកម្ដងទៀតនាងរៀបចំម្ហូបអាហារដូចសពមួយដងបុរសនោះឃើញហើយគាត់ក៏ស្រឡាំងកាំងយ៉ាងខ្លាំងនាងជាទេពធីតាទេតើនាងស្អាតខ្លាំងណាស់និយាយចប់បុរសនោះក៏ដើរចូលទៅក្នុងផ្ទះនាងជាអ្នកណាហេតុអីបានជាមករៀបចំម្ហូបអាហារឲ្យខ្ញុំបែបនេះនាងភ័យជាខ្លាំងហើយក៏តបទៅបុរសនោះវិញខ្ញុំជាទេពធីតាចង្គៀងតែទេវតាតម្រូវឲ្យខ្ញុំមកបម្រើមនុស្សដែលមានទឹកចិត្តស្មោះសរនិងបរិសុទ្ធហេតុអីបានជាអ្នកនាងមកបម្រើខ្ញុំទៅវិញតើខ្ញុំមានទឹកចិត្តបរិសុទ្ធនិងល្អដោយដែលអ្នកនាងនិយាយនោះមែនឬទេត្រឹមត្រូវណាស់គឺលោកនឹងគឺជាមនុស្សដែលមានទឹកចិត្តល្អបរិសុទ្ធព្រោះលោកបានជួយខ្ញុំនិងមិនស្អប់ខ្ពើមខ្ញុំទាំងដែលដឹងថាខ្ញុំកើតជំងឺខ្លុងនិងមានអំបៅស្អុយរលួយពេញទាំងខ្លួនប្រាណហាថាម៉េចឬមួយក៏នាងជាប៉ាត់ហើយគឺខ្ញុំមានហើយគឺជាលោកអ៊ំដែលកើតខ្លុងនោះហើយចាប់ពីថ្ងៃនេះទៅគឺខ្ញុំនឹងនៅតាមបម្រើលោកអស់មួយជីវិតអោព្រះអើយខ្ញុំមិននឹកស្មានថាអំពើល្អរបស់ខ្ញុំអាចតបស្នងឲ្យខ្ញុំវិញនៅរបស់យ៉ាងមានតម្លៃបែបនេះសោះខ្ញុំនឹងមិនយកនាងធ្វើជាអ្នកបម្រើខ្ញុំឡើយខ្ញុំនឹងយកនាងធ្វើជាប្រពន្ធរបស់ខ្ញុំអស់មួយជីវិតចាប់ពីថ្ងៃនោះមកពួកគេទាំងពីររស់នៅជាមួយគ្នាជាប្តីប្រពន្ធដោយសារតែអំពើល្អរបស់បុរសជាអ្នកកាប់អុសបានធ្វើឲ្យគាត់ទទួលបានប្រពន្ធម្នាក់យ៉ាងល្អឥតខ្ចោះនិងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខរៀងរហូតមក